ដោយសារខ្ញុំឃើញលោកអ្នកគ្រូភាគច្រើនឃើញមាន adrenaline ភាគច្រើនហើយក៏ខ្ញុំបានគិតទុកដែរដោយសារភាគច្រើនខ្ញុំជួយការងារហ្នឹងទៅដល់មន្ទីរពេទ្យខេត្តជាច្រើននៅក្នុងការងារ septic shock sepsis និង septic shock ហ្នឹងហើយក៏ជា concern របស់ខ្ញុំដែរដែលថាអត់មាន norepinephrine ដែលជា recommend ចុងក្រោយណាភាគច្រើនមន្ទីរពេទ្យខេត្តយើងអត់សូវមានទេប៉ុន្តែគាត់មាន adrenaline អញ្ចឹងពួកខ្ញុំបានជជែកគ្នាជាមួយ expert ផ្សេងៗជាមួយទាំង pharmacist clinical pharmacist សិតតែអ្នកយកជំនាញយកមកដាក់បូកនឹងការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រចុងក្រោយមកពួកយើងថាអូខេអាចប្រើ adrenaline បានបើយើងអត់មាន norepinephrine ទេអញ្ចឹងពួកខ្ញុំក៏បានសម្រេចចិត្តថាឲ្យមន្ទីរពេទ្យខេត្តមួយនឹងគាត់អាចប្រើ adrenaline បានហើយយើងបានចងជា tool អីចឹងទៅបាទអញ្ចឹងជា adrenaline ហ្នឹងយ៉ាងម៉េចវាជាប្រភេទ vasopressor drug ដែរបាទវាជាប្រភេទថ្នាំដូចខ្ញុំនិយាយមិញអញ្ចឹងគឺជាប្រភេទថ្នាំមួយដែលធ្វើឲ្យសម្ពាធឈាមសរសៃឈាមរួមត្បៀតទូចដើម្បីឲ្យលំហូរឈាមហ្នឹងកាន់តែល្អអញ្ចឹងដោយសារពេលវេលាមានកំណត់ណាខ្ញុំអាចសុំលឿនបន្តិចហើយដោយសារនេះជាប្រភេទថ្នាំទេហើយយើងគ្រាន់តែដឹងណាហើយជាទូទៅវារក្សានៅក្នុង septic shock វារក្សា low despite adequate fluid replacement ហ្នឹងបានន័យថារក្សាឲ្យសរសៃឈាមហ្នឹងរួមល្អដើម្បីជួយរុញសារជាតិទឹកហ្នឹងឲ្យបានកាន់តែល្អទៅសរីរាង្គកាយផ្សេងៗទៀតក៏ល្អដែរណាឧទាហរណ៍ថាពេលមាន BP ទាបហើយយើងឲ្យទឹកអស់2លីត្រហើយអត់ឡើងណាអាហ្នឹងគឺយើងអាចជំរើសយកមកប្រើ adrenaline បានតែដូចខ្ញុំជម្រាបអញ្ចឹងណាកុំភ្លេច no adrenaline គឺជំរើសទី1ចឹងជាទូទៅគ្រូពេទ្យគាត់ច្រើនតែឲ្យចាប់ផ្ដើម4មីក្រូក្រាមក្នុង1នាទីសម្រាប់ IV infusion បានន័យថាយើងយកថ្នាំហ្នឹងដាក់ក្នុងសរោមហើយគ្រូពេទ្យចាប់ផ្ដើមឲ្យ4មីក្រូក្រាមណាបាទអញ្ចឹងជាទូទៅគាត់ច្រើនអញ្ចឹងហើយខ្ញុំប្រើពាក្យ titrate នេះបានន័យថាតឡើងឬក៏បញ្ចុះស្រាប់យើងណាតែគ្រាន់តឡើងឬបញ្ចុះម្ដងគ្រូពេទ្យអ្នក order ទេតែយើងអ្នកតឡើងឬក៏បញ្ចុះណាតឡើងឬក៏បញ្ចុះម្ដងគឺអាស្រ័យលើគ្រូពេទ្យគាត់វាយតម្លៃប៉ាន់ប្រមាណគឺគេអាចតឡើងឬក៏បញ្ចុះម្ដងគឺ2មីក្រូក្រាមក្នុង1មីនុតណា1មីនុតហើយរៀងរាល់15នាទីម្ដងធ្វើម៉េចដូចខ្ញុំប្រាប់អញ្ចឹងរក្សា MAP ហ្នឹងឲ្យលើសពី65នេះម្ដុំ65ទៅ75មីលីម៉ែត្រ/ណាអញ្ចឹងយើងមិនចេះតែឲ្យទេហើយបើករណីធ្ងន់ធ្ងរគេអាចឲ្យ4បាទជាទូទៅឲ្យ4ទៅ10មីក្រូក្រាមក្នុង1មីនុតក៏ប៉ុន្តែបើធ្ងន់ខ្លាំងមែនតើ severe BP អត់ឡើងអត់អីទេគេអាចឲ្យដល់20ទៅ25មីក្រូក្រាមក្នុង1មីនុតដែរណាអញ្ចឹងនេះជាការគ្រូពេទ្យទេប៉ុន្តែយើងជាកលៀននៅសហយើងគ្រាន់តែដឹងទៅដើម្បីយើងជាដៃគូជាមួយគ្រូពេទ្យក្នុងការជួយអ្នកជំងឺរបស់យើងបាទយើងឃើញយើងដឹងថាគ្រូពេទ្យគាត់អាចមាន error ដែរណាពីព្រោះ new med មនុស្សមាន error អញ្ចឹងយើងអាចផ្ដល់យោបល់ឲ្យគាត់តែផ្ទុយទៅវិញបើយើងអត់ដឹងយើងដឹងថាផ្ដល់យោបល់ថាម៉េចណាហើយកុំភ្លេចគឺយើងត្រូវមើលតាមដានអញ្ចឹងលោកអ្នកគ្រូមិញចេះកណនា MAP ជាមួយខ្ញុំហើយខ្ញុំឃើញឆ្លើយត្រូវមែនតើភាគច្រើនខ្ញុំមិនដឹងទាំងអស់ទេប៉ុន្តែយើងចេះហើយអញ្ចឹងយើងឲ្យរក្សាធ្វើម៉េចឲ្យ MAP យើងលើសពី65មីលីម៉ែត្រ/នាទីបាទហើយរក្សាបាទបែបហ្នឹងរហូតទៅរយៈពេល6ម៉ោងទៅហើយកុំភ្លេចយើងតាមដានទឹកនោមណាដើម្បីតាមដានទឹកនោមបានតើលោកគ្រូអ្នកគ្រូទាំងអស់ដឹងពី normal របស់វាណាធ្វើម៉េចឲ្យទឹកនោមហ្នឹងលើសពី0.5ក្នុង1មីលីលីត្រក្នុង1គីឡូក្រាមក្នុង1ម៉ោងណាអញ្ចឹងក្នុងរយៈពេល1ម៉ោងធ្វើម៉េចយើងគុណខ្លួនឯងទៅណាយក0.5គុណនឹងគីឡូរបស់អ្នកជំងឺទៅយើងឃើញថាបើអ្នកជំងឺនឹងទឹកនោមលើសពីប៉ុណ្ណឹងអូខេទឹកនោមគាត់បានន័យថាតម្រងនោមគាត់ដំណើរការល្អអញ្ចឹង organ តម្រងនោមអត់ទាន់អីទេណាហើយយើងតឡើងម្ដងតិចទៅអាស្រ័យទៅលើគ្រូពេទ្យចេញវិជ្ជាហ្នឹងតែម្ដង2មីក្រូក្រាមរៀងរាល់30នាទីម្ដងអញ្ចឹងបើ30នាទីអត់ឡើងគ្រូពេទ្យគាត់តឡើងទៀតហើយបាទធ្វើម៉េចឲ្យ MAP របស់យើងរត់ចន្លោះពី65ទៅ75មីលីម៉ែត្រ/adverse effect សម្រាប់ adrenaline ហ្នឹងគឺទី1 abdominal and peripheral ischemic បាទវាអាចធ្វើឲ្យខូចកោសិកាឬលួយនៅតាមកោសិកានៅតាម peripheral អីចឹងទៅឬក៏ abdomen ឬក៏នៅខាងក្នុងពោះអីចឹងណាប៉ុន្តែអានេះវាអាចទេ side effect ក៏យើងឲ្យដឹងទៅtachypnea បាទ tachycardia បាទអាចធ្វើឲ្យបេះដូងដើរញាប់អាចធ្វើឲ្យកាត់យ៉ា arrhythmia បាទធ្វើឲ្យចង្វាក់បេះដូងដើរមិនទៀងអីចឹងបាទនេះជា side effect របស់ថ្នាំដែលយើងត្រូវដឹងវាអាចឲ្យមានខូចកោសិកា
កោសិកានៅតាមចុងអញ្ចឹងទៅហើយវាអាចធ្វើឲ្យមានរលាកនៅតាមស្បែកបាទអញ្ចឹងខ្ញុំសុំលឿនតិចហើយលោកគ្រូដោយសារម៉ោងពេលវេលាអញ្ចឹងវាខ្លីដែរលើវាចិត្តដល់ដែរអញ្ចឹងថាតើយើងឲ្យ epinephrine ហ្នឹងយ៉ាងម៉េចបាទជាទូទៅ epinephrine ហ្នឹងគឺឬក៏ norepinephrine ក៏យើងធ្វើដូចគ្នាដែរហើយលោកអ្នកគ្រូចាំមើលតាម slide របស់ខ្ញុំហ្នឹងទៅគឺជាទូទៅគេ recommend ឲ្យប្រើជា central line បាទជា central line តែភាគច្រើនស្រុកខ្មែរយើងខ្ញុំកម្រឃើញតែមន្ទីរពេទ្យធំទេដែលគេប្រើ central line ហ្នឹងប៉ុន្តែជាទូទៅគឺគេឲ្យប្រើ central line ពីព្រោះវាធ្វើឲ្យរលាកសរសៃឈាមបើយើងប្រើសរសៃឈាមទូចណាយើងទៅរកសរសៃឈាមធំតែបើយើងប្រើ peripheral line យើងប្រើសរសៃឈាមនៅតាមដៃវិញណាគឺយើងត្រូវតែចាក់កាត់ទះលេខ18ណាឬក៏ធំជាងហ្នឹងណាបាទហើយយើងចាក់ត្រូវតែចាក់ទៅរកសរសៃណាដែលធំជាងពិសេសសរសៃម្ដុំដើមដៃទេយើងកុំទៅចាក់សរសៃទូចនៅតាមខ្នងដៃនៅតាមអីអាហ្នឹងវាអាចធ្វើឲ្យងាយរលាកសរសៃណាបាទepinephrine ហ្នឹងឬក៏ adrenaline ហ្នឹងបាទហើយយើងឆែកមើលអាសាឆែកមើល blood return ហ្នឹងគឺលំហូរឈាមហ្នឹងយ៉ាងម៉េចដែរបាទនេះវាដំណើរការមកធម្មតាវិញនៅអញ្ចឹងទៅបាទហើយកុំភ្លេចមើលពីIV line នឹងដែរបើសិនជាយើងត្រូវឲ្យថ្នាំឲ្យអីផ្សេងយើងកុំប្រើថ្នាំនៅលើអា line ដែលយើងប្រើ epinephrine ហ្នឹងណាយើងសុំឲ្យចាក់ពី line មកបើករណីបែបហ្នឹងណាអញ្ចឹងមួយ line ទៀតយើងទុកប្រើថ្នាំមួយ line ទៀតគឺយើងប្រើសម្រាប់តែ epinephrine ហ្នឹងទេបាទជាទូទៅការបញ្ចូលថ្នាំ epinephrine ហ្នឹងបាទឬក៏ adrenaline ហ្នឹងគេធ្វើនៅក្នុងរយៈពេល48ម៉ោងបាទអញ្ចឹងនេះជារបៀបលាយថ្នាំ epinephrine ហ្នឹងអញ្ចឹងថ្នាំ epinephrine លោកអ្នកគ្រូដឹងហើយឬក៏ adrenaline ហ្នឹងមួយអំពូលវាមាន1មីលីក្រាមក្នុង1មីលីលីត្រអញ្ចឹងលោកគ្រូត្រូវយកទៅលាយជាមួយនឹងទឹកសេរ៉ូមប្រៃឬក៏ទឹកសេរ៉ូមប្រៃ 5% ទឹកសេរ៉ូមផ្អែម 5% ណាយើងប្រើ NSS 0.9% ហ្នឹងឬក៏ D5W បានសេរ៉ូមប្រៃ 0.9% ឬក៏សេរ៉ូមផ្អែម 5% ណាយើងប្រើមួយណាក៏បានដែរពីរហ្នឹងណាប្រើតែពីរហ្នឹងទេអញ្ចឹងឧទាហរណ៍បើសេរ៉ូមហ្នឹង500មីលីលីត្រលោកគ្រូអ្នកគ្រូដាក់2អំពូលចូលក្នុងហ្នឹងអញ្ចឹងកាលណាយើងបានដាក់2អំពូលចូលហ្នឹងយើងបាន concentration វា4 microgram ក្នុង1មីលីលីត្រប៉ុន្តែបើលោកគ្រូអ្នកគ្រូថាអត់ទេប្រើអាធំហ្មងសូលចុងមានតែធំទេ1000មីលីលីត្រអញ្ចឹងសេរ៉ូមលោកគ្រូមាន1000ដប1000មីលីលីត្រអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវដាក់4អំពូលណាដាក់4អំពូលដើម្បីឲ្យវាសូលចុងយើង concentration ជា4 microgram ក្នុង1មីលីលីត្របាទអញ្ចឹងដើម្បីគណនាគឺយើងទៅធ្វើ dose prescription បានន័យថារបស់គ្រូពេទ្យ order ប្រមាណ microgram អញ្ចឹងយក dose របស់គ្រូពេទ្យចេញវិជ្ជបញ្ជាហ្នឹងគុណនឹង factor drop របស់យើងបានន័យត្រួសដែលយើងប្រើលោកគ្រូប្រើត្រួសលេខប្រមាណគុណនឹងអាត្រួសលេខហ្នឹងទៅហើយចែកឲ្យ final concentration គឺនេះសេរ៉ូមដែលយើងលាយហើយជាមួយនឹង adrenaline នេះ4 microgram នេះណាអញ្ចឹងឧទាហរណ៍ថាគ្រូពេទ្យគាត់សុំឲ្យយើង titrate 4 microgram ក្នុង1នាទី IV infusion ហ្នឹងបាទ4 microgram អញ្ចឹងយើងកលៀននៅបញ្ហាយើងប្រើត្រួសលេខ20ណាអញ្ចឹងបានតែយើងលាយថ្នាំហ្នឹងចូលសេរ៉ូមហើយយើងប្រើត្រួសលេខ20អញ្ចឹងលោកគ្រូអ្នកគ្រូទាំងអស់យកគ្រូពេទ្យ order គ្រូពេទ្យចេញវិជ្ជបញ្ជាហ្នឹង4 microgram គុណនឹងលេខត្រួសរបស់យើងលេខ20ខ្ញុំឃើញភាគច្រើននៅពេទ្យរដ្ឋយើងគឺត្រួសលេខ20ប៉ុន្តែបើលោកគ្រូអ្នកគ្រូប្រើត្រួសលេខប្រមាណគុណនឹងត្រួសលេខប៉ុណ្ណឹងណាអត់នៅថេលេខ20នេះទេណាតែបើ4 microgram ត្រូវតែថេដោយសារលោកគ្រូអ្នកគ្រូត្រូវតែលាយធ្វើម៉េចឲ្យចេញ4 microgram នេះណាបាទអញ្ចឹងនេះខ្ញុំបានបង្ហាញរួចហើយអញ្ចឹងយើងចេញ20 drop ក្នុង1នាទីអញ្ចឹងយើងជាកលៀនប្រថាទៅបើក20ដំណក់ក្នុង1នាទីទៅអានោះត្រូវហើយមួយទៀតលោកគ្រូអ្នកគ្រូថាអូលោកគ្រូកណិតអីនឹងខ្ញុំមិនចេះទេបាទស្មុកស្មាញចេះនេះខ្ញុំដាក់ឲ្យទៀតលោកអ្នកគ្រូកុំបាច់ពិបាកតិចទៀតគេចែកមេរៀនទៅឲ្យគឺយើងស្រួលបានន័យថាអានេះគឺជា microgram ដែលលោកគ្រូពេទ្យនេះខ្ញុំបង្ហាញនេះណា microgram គ្រូពេទ្យ order គ្រូពេទ្យចេញជាបញ្ជាប្រមាណឧទាហរណ៍គាត់ដាក់2លោកគ្រូតឡើង2 microgram យើងបើក10ដំណក់តែបើគ្រូពេទ្យថាដាក់4 microgram អញ្ចឹងយើងដាក់20នៅខាងនេះ20ដំណក់ណា20ដំណក់
cái cú pet ở đây buôn là lọ cái đây là màu khỏi mà ọt láng cái cú là láng của muối microgram á là của muối giống là cú ọt bách bát cái đấy sam sập mòn nít để sang cất ao hài của muốn nít sẽ được phụ nhiều man tròn tròn vừa hài nè bà chấm sam sập bà sam sập đầm nọ lòng muối nhiệt tỷ chấm còn tá nít sầm ráp trua nè complete nè mơ trua hong nè chấm pra trua lên một khay mà nhá bà tại sao đây nhung chụp nghiệp chẳng thiệt cho những phương tràn pra trua lên một khay chẳng hiệp xong tàu lươn thì tiệt hai ensure properly bà during bà chẳng cạn này bà dương pra tới phần tái dương khơi nhờ miền rồi liệt sái bà liệt sái dương thở tại đọ tranh bên phìm nè rồi dương phải giặt phải dài đọ tranh hay chụp vạch ắt tật ở tranh thòng ta liệt sái dương đang ai mơ tới việc ai chia có hom ai chư ai ấy chẳng tờ bà chẳng nghi liệt nè nó adrenaline nó bà dương pra tam sái chỉ tu chứ rất đó nghĩ rồi liệt bà chẳng ai bàn dương này nó mà ta sái ở thom pra cả thì ở thom nâng bà tại bà sân chia rồi liệt hai dương bật chụp và nam dương đọ chân thì trả lại xây mình nè hai dương sầm bạch về chân tật nâng bợt chân mà hai dương đại bạch chữ nó này thì ấy bạch chữ tao đó bà chẳng là complex tam đan sinh nhà chỉ vật ấy ở bàn tiền toát ý thế chi ấy cái đó vì cô dương đang mình sai effect ai như là tạm chặt arrhythmia miền ấy đài nó dương complex tam đan mơ là ý thế chi mơ ấy thoáng trong đó đây cần lướt cư dương mơ là tật nôm complex tam đan tật nôm tụi mấy ói tật nôm này chẳng nó bàn lướt phí son chật pram không 10 kg không màu bà hay bà đấy anh ấy cho bạn dạy hai cư dương monitor bàn này tam đan cả lại chặn nắng ở bàn lõ cả này cái đó miền qua rồi liệu mà tam được xài năng bà trời complex cặp tra châu tôi không chợ mình chia bỏ dương ở bàn trầm trâu chợ toàn khu pet là hơn rồi có chọn nét hai trệ nó là rồi có chọn về những bà hay speed chiêm sinh nhà chỉ vật hay tập nôm ấy nó hay nó cả lại là dương chợ nó dương thầu ta sẽ nó nursing process document bà dương nó gọi bàn là o phong đó bà